សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតណែនាំឲ្យពិនិត្យបង្រួមមន្ទីរពិសោធន៍និងយកមន្ត្រីដែលមានសមត្ថភាពទៅប្រើប្រាស់ឲ្យចំជំនាញទីមួយមន្ទីរពិសោធន៍យើងមានច្រើនក្រសួងស្ថាប័នគឺមានមន្ទីរពិសោធន៍ស្តៀងគ្នាហើយនៅរាយប៉ាយច្រើននៅក្នុងក្រសួងខ្លួនឯងមួយក្រសួងខ្លះក៏មានច្រើនក៏បានធ្វើសម្រួលហើយនៅក្នុងទូទាំងប្រទេសទូទាំងរដ្ឋាភិបាលក៏មានច្រើនអញ្ចឹងខាងជំហានបន្ទាប់ត្រូវគិតគូរពីហ្នឹងអាចចងក្រងដាក់ជាវិស័យជួនកាលមន្ទីរពិសោធន៍ខ្លះតាក់ទងហេដ្ឋារចនាសម្ព័ន្ធខាងដែនដីក៏មានខាងសាធារណការក៏មានយើងមើលថាវិស័យជាចង្កោម6កម្រិតដែរបាទពង្រឹងកិច្ចសហការយ៉ាងណាកែសម្រួលយ៉ាងម៉េចឲ្យស៊ីគ្នាឲ្យមានយើងមានច្រើនដើម្បីពិនិត្យមើលហើយការបង្កើតថ្មីនោះក៏ត្រូវច្បាស់លាស់បើចាំបាច់គោលការណ៍បង្កើតថ្មីតលតែចេះទី1អត់មានពីណាធ្វើសោះអាហ្នឹងការងារថ្មីទី2มันអាចកែសម្រួលឬបន្ថែមភារកិច្ចឲ្យពីណាដែលមានស្រាប់ឲ្យធ្វើការងារហ្នឹងកុំទៅបង្កើតថ្មីបើអ្នកផ្សេងធ្វើមិនទាន់ពេញ capacity ឲ្យជាប់ជាមួយគាត់ថែមភារកិច្ចឲ្យគាត់ទៅកុំទៅបង្កើតអង្គភាពមួយទៀតបង្កើនថែមទៅ TOR ឲ្យគាត់មួយថែមទៅភារកិច្ចឲ្យគាត់ទៅគាត់មានមធ្យោបាយមានអីឲ្យធ្វើការងារស្តៀងគ្នាបាទហើយការស្នើសុំរៀបចំថ្មីបើចាំបាច់បំផុតហើយគ្មានពីណាធ្វើមិនឲ្យលើសពីអ្វីដែលមានស្រាប់បើតែកាត់កងគ្នាថយណាថែមមួយបើអត់ទេវិធីសាស្ត្រល្អគឺបកគលភារកិច្ចបន្ថែមនៅយន្តការណាដែលមានស្រាប់អង្គភាពណាដែលមានស្រាប់ឬបង្កើនកម្រិតគាត់ឲ្យធ្វើជាជាងទៅបង្កើតថ្មីតែបង្កើតថ្មីត្រូវការក្បាលម៉ាស៊ីនដឹកនាំត្រូវការមន្ត្រីបាទហើយយើងកាន់តែខ្សត់ទី2គឺបង្កើនប្រសិទ្ធភាពក្នុងការពង្រីកមន្ត្រីដែលមានស្រាប់តែខ្ញុំនិយាយសូមឲ្យប្រើអស់លទ្ធភាពមន្ត្រីដែលមានការវិភាគមុខងារដែលអាចយើងដឹងហើយថាមានប្រមាណពិតប្រាកដហើយនៅកន្លែងណាខ្លះដើម្បីចៅក្រសួងមួយអាចធ្វើការវិភាគគិតគូរបានពង្រាយគាត់ឲ្យត្រូវទៅលើកិច្ចការគេទេជាជាងស្នើសុំតែស្នើសុំមកគឺថវិកាជាតិត្រូវបន្ថែមមនុស្សហើយអញ្ចឹងបន្ទុកបុគ្គលិកយើងអត់ថយទេតឡើងឲ្យក្រសួងប្រហែលឆ្នាំគឺតឡើងទៅចាយតែលើមន្ត្រីថ្មីហ្នឹងឯងនៅពេលដែលមន្ត្រីចាស់មិនទាន់អស់លទ្ធភាពតែបើយើងមិនបង្កើនចំនួនមន្ត្រីមាន60នាក់ថវិកាប៉ោលើក្រោយយើងអាចបង្កើនហើយការលើកទឹកចិត្តឲ្យផ្សេងក៏60នាក់ហើយថវិកាអាចយកទៅ operation យកទៅធ្វើកិច្ចការងារផ្សេងបានច្រើនជាងបន្ទុកអញ្ចឹងពិនិត្យមើលការពង្រាយមន្ត្រីហើយសំខាន់បំផុតគឺផ្ដល់ឱកាសឲ្យមន្ត្រីដែលគាត់មានឈ្មោះគាត់មានគេថាជំនាញតែចង់ធ្វើការតែឥឡូវអត់ទាន់មានលទ្ធភាពដោយសារកន្លែងខ្លះមនុស្សច្រើនហើយទៅជួយការងារនៅកន្លែងណាទៀតហើយយើងរៀបចំប្រព័ន្ធលើកទឹកចិត្តកន្លែងណាគេថាអត់ទេមន្ត្រីទៅប្រមូលគុំគ្នាតែកន្លែងមានទឹកហូបកន្លែងមានគម្រោងកន្លែងអត់គម្រោងអត់ទេមិនទាំងអស់គ្នាទេហើយក៏មិនមែនអាស្រ័យទៅលើនេះគឺអាស្រ័យទៅលើយើងចៅក្រសួងជាអ្នកកំណត់ហើយប្រព័ន្ធលើកទឹកចិត្តយើងត្រូវជួយអាហ្នឹងហើយដែលខ្ញុំបានថាការលើកទឹកចិត្តថ្ងៃក្រោយគឺផ្ដោតទៅលើជំនាញសំខាន់ដូចជាក្របខ័ណ្ឌគោលនយោបាយអីមន្ត្រីដែលទទួលការតាក់តែងក្របខ័ណ្ឌគោលនយោបាយអត់សូវមានកម្រងសរសេរតែគោលនយោបាយឲ្យគេទេអញ្ចឹងការលើកទឹកចិត្តអីគឺតម្រង់ទិសទៅតែនោះបាទក៏អត់មានលទ្ធភាពចុះទៅកាន់កម្រងធ្វើកម្រងអីទេអត់មានបេសកកម្មអីទេគាត់គួយសរសេរតែគោលក្បាលគាត់សំខាន់អញ្ចឹងការផ្ដោយការសម្រួតទៅលើឧបត្ថម្ភទៅដល់មុខងារដែលសំខាន់នៅក្នុងស្ថាប័ននីមួយគឺត្រូវគិតគូរអានេះខ្ញុំបានឲ្យគោលការណ៍ឲ្យដល់អត់ទាន់បានគិតគូរពីអានេះយើងគិតការឥឡូវសាកល្បងជាវិស័យតែម្ដងអប់រំសុខាភិបាលតែក្នុងក្រសួងមួយហើយខ្ញុំសូមឲ្យចៅក្រសួងនីមួយព្រោះចៅក្រសួងខ្លះគឺមានថវិការបស់ខ្លួននៅក្នុងការលើកទឹកចិត្តហើយគ្រប់ក្រសួងទាំងអស់សិតតែមានគ្រាន់តែតិចទៅច្រើនក្រសួងខ្លះមានចំណូលបន្ថែមបាទក្រសួងខ្លះអត់មានទេដោយកិច្ចការនារីអីមានតែប្រាក់អីតិចតួចទេដែលក្រសួងខ្លះដូចជាគាត់មានសេវាកម្មប្រាក់អបអហាមចំនួនគឺយកចិត្តទុកដាក់នៅក្នុងការលើកទឹកចិត្តហើយក្របខ័ណ្ឌគោលនយោបាយរបស់រដ្ឋាភិបាលក៏គិតគូរដូចគ្នាការពង្រាយបែបនេះគឺយើងធ្វើបើយើងមិនជំរុញបែបនេះទេគឺយើងលំបាក
ហើយតែជំរុញគឺប៉ះអារម្មណ៍ហើយដំបូងនៅពេលដែលគាត់ស៊ាំទៅគឺស្រួលហើយបាទព្រោះគាត់ធ្លាប់ធ្វើការនៅនេះគាត់ធ្លាប់ថាមួយអាទិត្យមកបង្ហាញមុខប្រហែលព្រោះអត់សូវមានការងារដល់ទៅនោះមួយអាទិត្យត្រូវបង្កើន5ថ្ងៃអីចឹងគាត់ប្រហែលជាល្អហើយប៉ុន្តែមើលជ្រុងវិញការចូលរួមរបស់គាត់នៅក្នុងការជួយជាតិតាមជំនាញរបស់គាត់បានកើនច្រើនហើយក្រសួងស្ថាប័នក៏កាន់តែមានប្រសិទ្ធភាពហើយខ្ញុំក៏សូមអរគុណទៅដល់ក្រសួងស្ថាប័នជាច្រើនដែលបានខិតខំក្នុងមួយឆ្នាំនេះនៅក្នុងការរៀបចំនៅយន្តការចំនួនដើម្បីពង្រឹងនៅក្នុងការគ្រប់គ្រងមន្ត្រីមិនស្រួលទេប៉ុន្តែការងារដែលយើងត្រូវធ្វើទាំងអស់គ្នាគេលើកយោបល់ឲ្យកាត់ឲ្យអីយើងមិនទៅយករូបមន្តមករួមដើម្បីទេប៉ុន្តែអ្វីដែលមានស្រាប់ត្រូវធ្វើវិធានការដើម្បីពង្រឹងការប្រើប្រាស់និងការគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាពនិងផ្ដល់ឱកាសឲ្យស្ថាប័នកាន់តែមានប្រសិទ្ធភាពឲ្យមន្ត្រីកាន់តែមានឱកាសនៅក្នុងការជួយទៅដល់ប្រើប្រាស់ជំនាញរបស់គាត់ជួយទៅដល់ប្រទេសជាតិតាមក្រសួងស្ថាប័ននេះយើងត្រូវធ្វើ Dara Cambodia News